ងារមកអ្វីដែលខ្ញុំចង់និយាយវិញថាតើវាការលូកដៃពីបរទេសមកហ្នឹងអាហ្នឹងតែអាចធ្វើឲ្យបញ្ហាតំបន់ហ្នឹងកាន់តែក្តៅទៅទេហើយយើងដឹងហើយប្រហែលជាចិត្តមកភ្នែករបស់គាត់កំពុងតែសម្លឹងមើលសម្ភារយោធាហ្នឹងហើយគាត់ប្រហែលជាអាចនឹងមិនសบายចិត្តឬគាត់ក៏មិនអាចឲ្យប្រទេសក្រុមប្រទេសទាំងអស់ហ្នឹងអាចធ្វើអ្វីដោយតាមតែចិត្តនឹងបានដែរគាត់ប្រហែលជាត្រូវតែប្រុងប្រៀបនៅក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសមហាអំណាចដែលមកគៀកគាត់នឹងហើយអញ្ចឹងវាអាចធ្វើឲ្យបញ្ហាហ្នឹងកាន់តែញ៉ែញ៉ៃទៅទេនៅក្នុងតំបន់ហ្នឹងជាពិសេសសមុទ្រចិនខាងត្បូងអាស៊ីប៉ាស៊ីហ្វិកហ្នឹងលោកត្រូវមិនដឹងបាទពិតហើយរឿងហ្នឹងចិនហ្នឹងវាមិនសប្បាយចិត្តទេពីព្រោះទាំងអស់ហ្នឹងការធ្វើសមយុទ្ធអីចង់បញ្ញាឲ្យចិនឃើញថាខាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហ្នឹងគឺថាយករឿងហ្នឹងធ្វើជាធំគឺថាមិនបណ្ដោយឲ្យចិនចង់ធ្វើអីធ្វើទេហើយដូច្នេះចិនហ្នឹងមិនសប្បាយចិត្តទេដាច់ខាតវាមិនសប្បាយចិត្តទេប៉ុន្តែកន្លងហើយមួយឆ្នាំពីរឆ្នាំកន្លងហើយនេះចិនហ្នឹងតែងតែយកយន្តហោះកប៉ាល់មិចទឹកអីណាមករបៀបដូចជាលំពាត់ខាងថៃវ៉ាន់អញ្ចឹងអាហ្នឹងធ្វើឲ្យគេហ្នឹងធ្វើឲ្យសហរដ្ឋអាមេរិកធ្វើឲ្យប្រទេសផ្សេងហ្នឹងគេក៏មិនសប្បាយចិត្តដែរណាគេក៏មិនសប្បាយចិត្តដែរតាមពិតទៅសហរដ្ឋចិនជាមួយនឹងថៃវ៉ាន់ហ្នឹងវាមានអាខ្សែព្រំដែនមួយដែលមិនមែនជាផ្លូវការក៏ប៉ុន្តែតង់ចិនតង់ថៃវ៉ាន់ពីមិនរហូតមកហ្នឹងទទួលស្គាល់ថាអាខ្សែនៅចំកណ្ដាលសមុទ្រហ្នឹងបែរកណ្ដាលមកខាងទៅចិនមកខាងទៅថៃវ៉ាន់ហ្នឹងអាហ្នឹងជាខ្សែព្រំដែនណានៅក្នុងភាសាអង់គ្លេសហៅ Median Line ហ្នឹងហើយទាំងអស់ហ្នឹងវាគ្រប់ទៅតាមអាខ្សែឡាយហ្នឹងប៉ុន្តែកន្លងហើយហ្នឹងចិនហ្នឹងអាសាយន្តហោះចិនអាសាចូលមកក្នុងព្រំដែនអាកាសបងបាទហើយពេលខ្លះទៀតហ្នឹងក៏មានកប៉ាល់មានអីទៅពាត់ខាងកើតតៃវ៉ាន់ហ្នឹងទៀតផងនេះអសកម្មភាពទាំងអស់ហ្នឹងដែលធ្វើឲ្យសហរដ្ឋអាមេរិកហ្នឹងនិងថៃវ៉ាន់ហ្នឹងគេថាមិនសប្បាយចិត្តទេហើយសហរដ្ឋអាមេរិកហ្នឹងចង់បង្ហាញឲ្យឃើញចិនឃើញថាសហរដ្ឋអាមេរិកហ្នឹងគេថាមិននៅសៀមទេណាមានវិធីនឹងទប់ទល់អាហ្នឹងប្រជែងគ្នាអាហ្នឹងនិយាយខ្លីទៅគឺប្រជែងគ្នាហើយឥឡូវយើងឃើញថាយួនហ្នឹងលំអៀងណាលំអៀងមកខាងសហរដ្ឋអាមេរិកហើយដោយសារវាមានផលប្រយោជន៍គឺយួនហ្នឹងច្រើនមែនទែនកាលណាបើតវ៉ាបើអាមេរិកទៅឲ្យថាលូកដៃចូលរឿងសោឆៃណាស៊ីហ្នឹងទៅធ្វើយួនហ្នឹងក៏ធូរដែរតាមពិតទៅកោះប្រមាណដែលយួនហ្នឹងចិនយកមកផ្លេតហ្នឹងបានវាគ្មានអីពិបាកទេក៏ប៉ុន្តែចិនហ្នឹងមិនតន់យកឲ្យយួនកំពុងតែភ័យរឿងហ្នឹងដែរមិនមែនតែមិនភ័យទេណាចិនយកភ័យហើយវាមានផលប្រយោជន៍ចិត្តរឿងរ៉ែណារ៉ែពេងកាតនៅខាងក្រោមហ្នឹងច្រើនណាស់បើកន្លែងហ្នឹងគេប្រកាសថាអង្គគេហើយគឺថាគេទៅយករ៉ែនៅកន្លែងហ្នឹងណាយករ៉ែនៅកន្លែងហ្នឹងហើយតំបន់ហ្នឹងសពថ្ងៃនោះប្រទេសបតង់គ្នាចិនហ្នឹងក៏ថាបងខ្លួនយួនហ្នឹងក៏ថាបងខ្លួនហើយហ្វីលីពីនហ្នឹងក៏ថាបងខ្លួនឯងដែរណាដូច្នោះហើយគេថាវាប្រទេសបតង់គ្នាហើយរឿងมันចប់ប៉ុណ្្នឹងទេវានឹងមានការវិវត្តទៅអនាគតហ្នឹងយើងមិនអាចស្មានបានថាអ្វីហ្នឹងដូចវាកើតឡើងទេក៏ប៉ុន្តែពីឥឡូវទៅយើងមើលទៅដូចជាមិនតន់ឃើញមានការសុខស្រួលអីប្រហែលទេហើយវាមានអធិពលមកដល់វាអាចបណ្ដាលមានអធិពលមកដល់ខ្មែរកម្ពុជាក្រោមយើងទៀតមិនមានធារិនលើករឿងខ្មែរកម្ពុជាក្រោមយើងថាមិនទៅយល់ដឹងពីព្រោះថាវាពាក់ព័ន្ធវាអាចមានអធិពលមកខ្មែរក្រោមយើងក្នុងឱកាសហ្នឹងដែរខ្ញុំចង់សូមបញ្ជាក់មួយបន្តិចថាបើយើងមានសិទ្ធិជាជនជាតិដើមណាមានសិទ្ធិជាជនជាតិដើមគឺធនធាននៅតំបន់របស់យើងហ្នឹងគឺរដ្ឋាភិបាលយកក្តីក៏ទៅចែកមួយយើងមួយចំនួនដែរពីព្រោះថាបើយើងជាជនជាតិដើមខាង South China Sea ខាង Paracel ហ្នឹងខាងគ្រឿងសារហ្នឹងវានៅឯណាគ្រឿងសារហ្នឹងនៅខាងកើតកងឡងលោកធារិនហើយដូច្នោះហើយបើនិយាយពីមែនទេអង្គខ្មែរក្រមណាអង្គខ្មែរក្រមហើយសពថ្ងៃហ្នឹងយួនកំពុងតែយកប្រេងកាតហ្នឹងបានភោគផលច្រើនដែរក្នុងមួយឆ្នាំហ្នឹងប៉ុន្តែខ្មែរក្រមមានអីមានអីបានមកតម្រោះប្រេងកាតហ្នឹងទេអត់មានទេណាអត់មានទេហេតុអីបើយើងមិនតនិយាយរឿងហ្នឹងពីព្រោះថាយើងវាមិនតដល់កម្រិតមួយយើងនិយាយរឿងហ្នឹងព្រោះរឿងហ្នឹងវាធំដុំវាវែងឆ្ងាយព្រោះការខ្ញុំយើងទុកងួននៅ Philadelphia នេះខ្ញុំដឹកនាំហ្នឹងពេលហ្នឹងខ្ញុំទៅនិយាយគ្នាជាមួយនឹងមេកយខាងទុកងួននៅសហរដ្ឋអាមេរិកហ្នឹងហើយគាត់ហ្នឹងជាមេធាវីទទួលបន្ទុកខាងប្រេងកាតរបស់គាត់ក្រុមហ៊ុន Philip ដល់អញ្ចឹងទៅគាត់អញ្ជើញខ្ញុំទៅបាយគាត់និយាយខ្ញុំទៅបាយទៅបើគាត់និយាយប្រាប់ពូបត់អារឿង
ក្រុមហ៊ុនដែលគេចង់ទៅកុងត្រានេះយ៉ាងម៉េចហើយដោយឆ្លោះអាកណ្ដឿនហ្នឹងយើងមិនតន់និយាយទេពីព្រោះយើងនិយាយឥឡូវវាមិនតន់មានប្រសិទ្ធភាពអីច្រើនមិនយើងសង្ងំទុកហ្នឹងខ្ញុំគ្រាន់តែចង់ប្រាប់ថាកោះជើងសារស្ពេតលេហ្នឹងគឺថាបើនិយាយមែនទែនបើថាមែនទែននោះគឺវាជារបស់ខ្មែរក្រមណាវាជារបស់ខ្មែរក្រមឥឡូវយើងមិនតន់និយាយដល់ចំណុចហ្នឹងព្រោះឥឡូវយើងនិយាយយកធ្វើអីមិនតន់បានណាអូខេនៅក្នុងប្រទេស Sweden នៅប្រទេស Sweden លោកធារីSweden ណាប្រទេស Sweden ហ្នឹងនៅក្នុងតំបន់ជនជាតិដើមនៅខាងជើងខាងជើងជនជាតិទីនឿតហ្នឹងតំបន់គេនោះមានរ៉េអ៊ូរ៉េនីយមអញ្ចឹងហើយរដ្ឋាភិបាលនឹងទៅយកដល់ពួកហ្នឹងគេខិតទៅគេថានោះអត់បានទេឯងចង់យកទៅចរចាគ្នាសិនយកយ៉ាងម៉េចអីយ៉ាងម៉េចចេះផលមកយ៉ាងម៉េចហើយជនជាតិគេហ្នឹងគេមានសភាពអង្គគេដោយខ្លួនជនជាតិហ្នឹងហើយជនជាតិហ្នឹងកាលឆ្នាំដូចជា2008 2009ហ្នឹងធ្លាប់មក Philadelphia ណាលោកអធិបតីហ្នឹងធ្លាប់មក Philadelphia ហ្នឹងមកប្រជុំជាមួយយើងនៅ Philadelphia ហ្នឹងគាត់និយាយជនជាតិទីនោះហ្នឹងណាហើយដូចឆ្លោះហើយគឺសិទ្ធិជនជាតិដើមកាលណាបើគេទទួលថាយើងបើយួនទទួលថាយើងជាសិទ្ធិជនជាតិដើមនេះយួនហ្នឹងបារម្ភច្រើនណាស់ហេតុដូច្នេះគេមិនហ៊ានទទួលហ្នឹងដោយសារផលប្រយោជន៍យើងវាច្រើនលើសលប់មែនទេណាហ្នឹងហើយពេលណាមានឱកាសយើងនឹងនិយាយថែមរឿងហ្នឹងឲ្យបានច្រើនហើយដូច្នោះហើយគេថាភពផលទាំងអស់នៅតំបន់របស់យើងហ្នឹងគឺយើងគ្មានបានទទួលបានស្អីទេអត់មានទទួលបានស្អីតទៅហើយស្ពានលោកធារិនស្ពានដែលគេកំពុងរៀបចំធ្វើពីខាងព្រះតពេងឆ្លងមកឃ្លាំងយួនហៅកោដៃងាយហ្នឹងបាទបងប្អូនយើងមួយចំនួនហ្នឹងយើងវាទៅហើយដោយសារមានស្ពានទៅអាកាសតំណាក់លោកឆ្លងទៅឆ្លងមកនេះវាស្រួលប៉ុន្តែយើងទៅដាក់សំណួរថាយួនហ្នឹងរំដោះអាខាងត្បូងហ្នឹងប្រមាណនេះជិតទៅ50ឆ្នាំហើយអាភពផលប្រមាណវាប្រមូលទៅកសាងអាខាងជើងវាអស់ដល់កសាងដល់ហៀហើយទៅធ្លាក់មកដល់កន្លែងយើងតាមពិតវាទៅធ្វើកន្លែងយើងហ្នឹង20ឆ្នាំមុនម្ល៉េះមិនមែនទៅធ្វើឥឡូវទេឃើញទេហើយដូចឆ្លោះហើយអារឿងស្អីយើងតល់ជីករឿងជីកកុលអាហ្នឹងមិនយើងដឹងច្បាស់ណាបើអញ្ចឹងគាត់ថាឃើញដូចខ្ញុំនិយាយចឹងថាដីកម្ពុជាក្រោមយើងប្រៀបដូចជាយើងហ្នឹងមានមាសពេជ្រកែវកងអញ្ចឹងឥឡូវគេមកប្លន់យកអស់ហើយដល់កូនចៅយើងកាត់ក្រោយមិនសូវដឹងអីហ្នឹងក៏លហេបឡាបយកឲ្យបបរមួយចានបាយមួយវិញបបរមួយចានអរគុណគេដែលប្លប់ទៅអូយអរគុណណាស់ឯងបានអូយចេះអូយតាមពិតគេយកអង្គយើងអស់លេងឆេងហ្នឹងណាឥឡូវអារឿងស្ពានក៏ដូចតែគ្នាអញ្ចឹងឯងណាបាទលោកស្រីមិនរិនចាក់ចំបេះដូងហើយជាពិសេសចំក្រោយនេះគេយកភោគផលយើងទាំងអស់ហើយគេហុចបបរយើងមួយចានយើងដឹងគុណគេហើយអានេះជាក់ស្ដែងមែនខ្ញុំឃើញនៅកម្ពុជាក្រោមយើងបច្ចុប្បន្នហ្នឹងគឺអញ្ចឹងមែនបងប្អូនយើងយុវជនយើងមួយចំនួនគាត់បានសិក្សារៀនសូត្រដែរប៉ុន្តែសិក្សារៀនសូត្រថាស៊ីជម្រៅរឿងវៀតណាមហ្នឹងក៏អត់សូវងាកមកគិតរឿងខ្លួនឯងហ្នឹងហ្មងទេពេលខ្លះរហូតដល់ផ្លេចដល់វីរៈបរោះរបស់ខ្លួនឯងហ្នឹងក៏មានដែរមិនហ៊ានយើងវីរៈបរោះខ្លួនឯងទេបែរជាថាឃើញគេធ្វើបានសមិទ្ធផលតិចតួចហ្នឹងក៏គិតថាគេធ្វើប៉ុណ្្នឹងហើយចង់បានអីទៀតអាហ្នឹងណាហើយគេធ្វើប៉ុណ្្នឹងចង់បានអីទៀតអាហ្នឹងមានភាសាលោកតាំងមិនដឹងបានលើកឡើងមិនមែនទេភោគផលរបស់យើងមិនមែនប៉ុណ្្នឹងឯណាយើងម្ចាស់ទឹកដីយើងម្ចាស់ប្រទេសទាំងមូលណាយើងម្ចាស់ទឹកដីទាំងមូលហើយបើសិនជាយើងមិនបាត់បង់អាម្ដុំហ្នឹងសួរថាតើយើងវារីកចម្រើនប៉ុណ្ណាហ្នឹងណាតែភោគផលរបស់យើងគ្រប់គ្រងទាំងអស់ហើយចំណុចមួយដែលលោកតាំងមិនដឹងលើកឡើងហ្នឹងគឺជាការពិចារណាមួយដែរគឺជាកតេសញ្ញាពិចារណាមួយដែរហេតុអីបានគេទៅធ្វើឥឡូវក៏ប៉ុន្តែចំណុចហ្នឹងលោកតាំងមិនដឹងបើយើងទៅនិយាយនៅកម្ពុជាក្រោមមួយចំនួនហ្នឹងគឺថាពួកគាត់ថាឥឡូវយើងមើលទឹកដីកម្ពុជាក្រោមកាលពីទសវត្ស80 70ហ្នឹងហើយរហូតដល់ឥឡូវហ្នឹងប្រៀបធៀបមើលគ្នាយ៉ាងម៉េចផ្លូវថ្នល់មានភ្លើងមានថ្នល់មានទឹកមានអីគ្រប់សពបែបយ៉ាងការរស់នៅល្អប្រសើរមានស្ពានអីដូចលោកតាំងមិនដឹងលើកឡើងណាតែអ្វីដែលគាត់ព្យាយាមរំលេចហ្នឹងគឺថាមែនតើទៅបើសិនជាគេធ្វើឲ្យអស់ពីចិត្តហ្នឹងយើងមិនមែនតែប៉ុណ្្នឹងទេយើងវិចារយ៉ាងហ្នឹងទៀតអញ្ចឹងគេយកភោគផលពីខាងកម្ពុជាក្រោមនោះទៅចិញ្ចឹមគ្នាគេនៅខាងជើងនោះដែលសិទ្ធិទឹកដីភ្នំហើយយើងដឹងស្រាប់ហើយខ្ញុំក៏ធ្លាប់បានលើកឡើងរបាយការណ៍អំពីភោគផលនៅកម្ពុជាក្រោមដែរចេញពីវិស័យកសិកម្មការនេសាទត្រីការដាំស្រូវការដាំផ្លែឈើ